បាទរដូវកាលទុរេនបានមកដល់ហើយបាទបងប្អូនទាំងអស់គ្នាប្រញាប់ឡើងបាទមានតែប្រហែលខែទេចំណែកខ្ញុំគឺដល់រដូវកាលគឺតែងតែមកលេងម៉ួយយើងមានម៉ួយពី3ហាងដែលជាម៉ួយដែលយើងទុកចិត្តបានហើយម៉ួយស្គាល់អស់ហើយដោយសារយើងជាម៉ួយប្រចាំគាត់ហើយគាត់មានអីគាត់តែងតែអួតថាគាត់មានរបស់ពិសេសបាទរសជាតិឆ្ងាញ់ចំពោះខ្ញុំចូលចិត្តទុរេនដែលទៀនទុនបន្តិចបាទទុរេនទុនសាច់ផ្អែមហើយគ្រួសារខ្ញុំក៏ចូលចិត្តរឹងឆឹបអត់សូវផ្អែមបាទចម្លែករបស់គាត់ទៅអញ្ចឹងសំណួរសួរវិញណាចុះប្រិយមិត្តដែលកំពុងទស្សនាហ្នឹងកំពុងតាមដានហ្នឹងចូលចិត្តទុរេនបែបណាទៅបាទចូលចិត្តទុរេនដែរទេព្រោះមានអ្នកខ្លះអត់ចូលចិត្តទុរេនហើយបើចូលចិត្តរបៀបម៉េចហើយចំការមួយនេះចំការខ្មែរនេះគឺទុរេនគាត់គឺពួកខ្ញុំទុកចិត្តបាទដល់រដូវកាលម្ដងគឺខ្ញុំមានចំការ2ឬ3ចំការដែលយើងទុកចិត្តហើយយើងតែងតែទិញពីគាត់ជានិច្ចបាទសង្ឃឹមថានៅថ្ងៃណាមួយខ្ញុំនឹងទៅលេងដល់ចំការហ្មងបាទយើងឆ្ងាយតិចតែយើងនឹងទៅដល់ផ្ទាល់យើងទៅញ៉ាំអាទុរេននៅចំការហ្នឹងវាយ៉ាងមិនដែរបាទអញ្ចឹងនេះគឺជាទុរេនរបស់ខ្មែរយើងសុទ្ធសាធហើយបើបងប្អូនមានចំការទុរេនអីមានចំទុរេនរសជាតិប្លែកអីណែនាំផងបាទចៃទុរេនសុទ្ធសាធអីពួកខ្ញុំបាទ